សេចក្តីជូនដំណឹងពីក្រសួងការពារជាតិសូមជម្រាបជូននៅស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធាភូមិភាគទី5ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនាថ្ងៃទី23ខែធ្នូឆ្នាំ2025ម៉ោង8នាទីមុននាទីយោធាថៃបានបាញ់ប្លង់ចំនួន2គ្រាប់ក្នុងភូមិសាស្ត្រប៉ោយប៉ែតមួយគ្រាប់ធ្លាក់នៅសង្កាត់អូរស័យនិងមួយគ្រាប់ទៀតធ្លាក់នៅសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យសកម្មភាពខាងលើជាការវាយប្រហារដ៏កម្រោលដោយមិនរើគោលដៅរបស់យោធាថៃជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរកងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងឈរជើងយ៉ាងរឹងមាំស្វាហាប់មាក់មុតនិងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជានិងសេចក្តីថ្លៃថ្នូររបស់យើងដោយអង្គអាចក្លាហានដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយសូមបងប្អូនប្រជាពលរដ្ឋតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការព្រមទាំងចូលរួមសហការនិងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទាំងអស់គ្នាព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ